នេះពេលយើងកំពុងតែថ្វាយបង្គំព្រះចូលទៅគល់ចំពោះព្រះគឺជាមិនផុតពីការបន្លំខ្លួនពីអរៈសតាំងទេបើយើងមិនបានប្រុងប្រយ័ត្នដូច្នេះសូមឲ្យមានការប្រុងប្រយ័ត្នខាងឯវិញ្ញាណយើងពីព្រោះអរៈសតាំងវាមិននៅឆ្ងាយពីយើងទេវានៅក្នុងព្រះវិហារក៏ដូចជានៅកំពុងតែនៅក្នុងផ្ទះរបស់យើងដែរពីព្រោះអរៈវាជាមហាទេវតាដ៏ធំមួយដែលព្រះឲ្យអំណាចវាទីបំផុតវាคล้ายទៅជាមហាទេវតាអាក្រក់វាកំពុងនៅនគរឋានសួគ៌វាចង់បានបល្ល័ង្កព្រះអង្គុយទៅคล้ายទៅជាមហាទេវតាដែលក្បត់ព្រះទៅព្រះទម្លាក់វាមកផែនដីហើយវានាំពួកពលបរិវាររបស់វាមួយចំនួនមកតាមវាទៀតដូច្នេះវិញ្ញាណរបស់វាកំពុងរស់នៅលើផែនដីនេះដើម្បីបង្ខាំងចិត្តមនុស្សមិនឲ្យមនុស្សទទួលនៅសេចក្តីសង្គ្រោះពីព្រះបានពីព្រោះទេវតាអារៈនេះវាខ្លាចអំណាចរបស់ព្រះតែមួយគត់សូម្បីតែយើងជាកូនទ្រង់វាមិនខ្លាចដែរបើយើងមិនបានពឹងព្រះដូច្នេះសូមបងប្អូនព្យាយាមក្នុងសេចក្តីអធិដ្ឋានពីព្រោះអារៈវាខ្លាចការអធិដ្ឋានរបស់កូនព្រះតាមរយៈព្រះនាមព្រះស៊ូសូមបងប្អូនព្យាយាមហើយព្យាយាមទៀតក្នុងការអធិដ្ឋានទើបយើងជៀសផុតពីសេចក្តីល្បួងបានបាទសូមជម្រាបសួរសាថ្មីម្ដងទៀតបងប្អូនក្នុងសេចក្តីស្រឡាញ់ព្រះសក្តិនៃយើងដែលព្រះអង្គជាព្រះគ្រប់គ្រងជីវិតយើងអរគុណដល់បងប្អូនដែលបានយកចិត្តទុកដាក់នៅក្នុងការស្ដាប់ព្រះបន្ទូលព្រះអង្គនៅពេលនេះមុនយើងចាប់ផ្ដើមសូមបងប្អូនបានសម្រួមចិត្តយើងនៅអធិដ្ឋានជាមួយគ្នាព្រោះឯដាជាព្រះនៃទូលព្រះបង្គំដែលព្រះអង្គជាព្រះសង្គ្រោះនៃជីវិតទូលបង្គំហើយព្រះអង្គជាព្រះដែលគង់នៅនគរឋានសួគ៌ហើយគង់នៅផែនដីសពថ្ងៃនេះដែរអរព្រះគុណទ្រង់សូមទូលបង្គំយើងខ្ញុំទាំងអស់គ្នាសូមបើកចិត្តស្ដាប់នៅព្រះបន្ទូលរបស់ព្រះអង្គសូមព្រះវិញ្ញាណបរិសុទ្ធបាននិយាយមកកាន់ចិត្តទូលបង្គំយើងខ្ញុំម្នាក់ៗឲ្យយើងខ្ញុំម្នាក់ៗបានយល់អំពីព្រះបន្ទូលរបស់ព្រះអង្គដាក់នៅក្នុងជីវិតទូលបង្គំអរព្រះគុណទ្រង់សូមព្រះវិញ្ញាណបរិសុទ្ធបង្រៀនទូលបង្គំពេលនេះទូលបង្គំសូមទទួលយកនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនថ្ងៃនេះបងប្អូនខ្ញុំចង់ឲ្យបងប្អូនអំពីទេវតារបស់ព្រះដែលនៅបម្រើព្រះនៅនគរឋានសួគ៌មានមនុស្សជាច្រើនគេមានចិត្តគំនិតដើម្បីនឹងស្វែងរកអំពីទេវតានិងពួកអារៈព្រោះក្នុងបទគម្ពីរបានបញ្ជាក់បង្ហាញយ៉ាងច្បាស់អំពីការពិតនៃការគង់នៅរបស់ពួកគេការដែលយើងដាក់ចិត្តជឿពីរឿងនេះត្រូវតែពិចារណានិងកំណត់យកទៅតាមអ្វីដែលព្រះគម្ពីរបង្រៀនគឺមិនមែនតាមអ្វីដែលចិត្តមនុស្សគិតនោះឬនិយាយនោះទេឯការបង្រៀនអំពីពួកទេវតាត្រូវបានគេរកឃើញនៅក្នុងគម្ពីរសញ្ញាចាស់និងក្នុងសញ្ញាថ្មីនៅក្នុងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនិងក្នុងសេចក្តីបង្រៀនរបស់សាវកប៉ូលនិងសាវកយ៉ូហានផងដែរមានតែកាន់គម្ពីរវិវរណៈមួយគត់ដែលមានខយោងជាង60និយាយអំពីទេវតាសូមជម្រាបថារឿងនេះគឺជាការពិតពីព្រោះក្នុងគម្ពីរបាននិយាយឡើងច្បាស់លាស់គឺជាការពិតមិនមែនជាការប្រឌិតទេឥឡូវយើងចង់ដឹងពីដើមកំណើតរបស់ពួកទេវតាបាទចំណុចកនៅក្នុងគម្ពីរកូឡូសចំពោះ1ខ16ត្បិតគឺទ្រង់ហើយដែលបង្កើតគ្រប់ទាំងអស់ទាំងរបស់នៅឋានសួគ៌និងនៅផែនដីទាំងអស់ដែលមើលឃើញហើយដែលមើលមិនឃើញផងទោះបើរាជឬអំណាចជាព្រះអង្គម្ចាស់ឬអំណាចគ្រប់គ្រងឬអំណាចណាក៏ដោយសុទ្ធតែកើតមកដោយសារទ្រង់ហើយសម្រាប់ទ្រង់ទាំងអស់ផងនេះលោកប៉ូលបានលើកឡើងចំនួន7ដងថាព្រះគ្រីស្ទគ្រប់គ្រងលើគ្រប់ទាំងអស់នេះលោកប៉ូលបានបញ្ជាក់ថាព្រះគ្រីស្ទគ្រប់គ្រងលើគ្រប់ទាំងអស់តាំងពីការបង្កើតមនុស្សទេវតាសត្វលូនវាទាំងមើលឃើញមើលមិនឃើញសុទ្ធតែសង្ឃជាស្នាព្រះហស្ថទ្រង់បានបង្កើតមកទាំងអស់នៅក្នុងគម្ពីរទំនុកបង្កើងចំពោះ148ខ2ដល់ខ3អស់ទាំងទេវតានៃទ្រង់អើយចូលសរសើរដល់ទ្រង់អស់ទាំងពួកពលបរិវារទ្រង់អើយចូលសរសើរដល់ទ្រង់ចោះខ3ព្រះអាទិត្យនិងព្រះច័ន្ទអើយចូលសរសើរដល់ទ្រង់និង
ព្រះច័ន្ទអើយចូលសរសើរដល់ទ្រង់អស់ទាំងផ្កាយដែលភ្លឺអើយចូលសរសើរដល់ទ្រង់គ្រប់ទាំងរបស់ដែលមានជីវិតដែលទ្រង់បង្កើតមកសុទ្ធតែសរសើរដំកើងទ្រង់ទាំងពួកទេវតាទាំងប្រមាណត្រូវសរសើរដំកើងទ្រង់និយាយពីពួកទេវតាគឺទ្រង់បានបង្កើតដំបូងនៅនគរឋានសួគ៌មុនពេលការបង្កើតផែនដីហើយត្រូវបានព្រះទ្រង់ទម្លាក់ចុះមកផែនដីនេះនៅក្នុងគម្ពីរលូកាលោកុបាទចំពុក3អំពើបាបរបស់ពួកគេគឺជាមនុស្សទូទៅឯការធ្លាក់ចុះគឺជាលើកដំបូងគឺជាការធ្លាក់ចុះរបស់ពួកទេវតារីឯចំនួនពួកទេវតាមិនអាចរាប់បានទេនៅក្នុងគម្ពីរហេព្រើរចំពុក12ខ22គឺអ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូនវិញជាទីក្រុងនៃព្រះដ៏មានព្រះជន្មរស់គឺជាទីក្រុងយេរូសាឡិមនៃឋានសួគ៌ហើយដល់ពួកទេវតាទាំងអស់ដែរទាំងអស់សងសែនភ្នំស៊ីយ៉ូនគឺមិនមែនសំដៅទៅភ្នំស៊ីយ៉ូននៅឯផែនដីនេះទេគឺសំដៅទៅក្រុងនៃព្រះអង្គម្ចាស់នៅឋានសួគ៌រួមនឹងពួកដែលនៅជាមួយនឹងទ្រង់ផងនៅក្នុងគម្ពីរវិវរណៈចំពុក5ខ11នោះខ្ញុំឃើញហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្កព្រមទាំងតួមានជីវិតនិងពួកចាស់ទុំផងឯចំនួននៃទេវតានោះមានទាំងម៉ឺនទាំងសែនហើយទាំងពាន់រាប់មិនអស់ចំនួនទេវតាមានច្រើនដែលនៅចាំបម្រើព្រះសរសើរដំកើងព្រះនិយាយឲ្យខ្លីមិនអាចគណនាបានចំពោះទេវតាឋានសួគ៌នៅក្នុងចំណុចខនិស្ស័យរបស់ពួកទេវតាពាក្យថាទេវតាមានន័យថាអ្នកនាំសារឬជាអ្នកនាំពាក្យអ្នកនាំដំណឹងពីព្រះមកមនុស្សលោកព្រះទ្រង់ប្រើឲ្យគេទៅទីណាគឺទេវតាទៅទីនោះនៅក្នុងខ2ពួកទេវតាគឺបានបង្កើតឲ្យមានឡើងខាងឯវិញ្ញាណដែលខុសពីមនុស្សនៅក្នុងគម្ពីរហេព្រើរចំពុក1ខ7ខាងឯទៅពួកទេវតានោះទ្រង់មានបន្ទូលថាទ្រង់យកពួកទេវតារបស់ទ្រង់ធ្វើជាវិញ្ញាណហើយនាំបម្រើទ្រង់ធ្វើជាអណ្ដាតភ្លើងនៅក្នុងគម្ពីរហេព្រើរចំពុក1ខ4តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណដែលទ្រង់បានចាត់មកសម្រាប់ការងារជួយដល់ពួកដែលត្រូវទទួលសេចក្តីសង្គ្រោះជាមរតកទេឬអីជាវិញ្ញាណបម្រើដូច្នេះពួកទេវតាទាំងអស់គឺជាវិញ្ញាណដែលព្រះទ្រង់ប្រទានឲ្យពួកទេវតាទាំងនោះបម្រើទ្រង់ហើយពួកទេវតាទាំងនោះគឺជាវិញ្ញាណដែលមនុស្សមិនអាចមើលឃើញបានតែទេវតាមើលមកមនុស្សឃើញលើកលែងតែការបើកសម្ដែងឲ្យមនុស្សឃើញតាមរយៈការយល់សប្តិបាទចំណុចទី3ពួកទេវតាមានអំណាចធំណាស់នៅក្នុងគម្ពីរពេត្រុសទី1ចំពុក1ខ10ដល់12ឯពួកទេវតាជាអ្នកបានទាយពីព្រះគុណដែលផ្ដល់មកអ្នករាល់គ្នាគេបានស៊ើបសួរហើយខំរកឲ្យដឹងពីសេចក្តីសង្គ្រោះនោះនៅក្នុងខ11ទាំងស្វែងរកឲ្យដឹងពេលវេលាណាឬគ្រាយ៉ាងណាដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទសន្ធិដ្ឋក្នុងគេទ្រង់ចង្អុលបង្ហាញក្នុងការដែលទ្រង់ធ្វើបន្ទាល់ជាមុនអំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាកហើយពីសេរីល្អទាំងប៉ុន្មានដែលត្រូវមកតាមក្រោយនៅក្នុងខ12តែទ្រង់បានសម្ដែងឲ្យគេដឹងថាសេចក្តីទាំងនោះមិនមែនសម្រាប់គេទេគឺសម្រាប់យើងរាល់គ្នាវិញគឺជាសេចក្តីទាំងប៉ុន្មានដែលឥឡូវនេះពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធតែទ្រង់បានចាត់ពីឋានសួគ៌មកហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្តីទាំងនោះដែរនៅក្នុងខ10នេះមានន័យថាព្រះវិញ្ញាណទ្រង់បណ្ដាលឲ្យពួកហោរាទាយប៉ុន្តែទ្រង់មិនបានប្រទានឲ្យពួកទេវតាមានញាណដឹងដែលអាចនឹងដឹងអ្វីទាំងអស់នោះបានឡើយដូច្នេះពួកទេវតាពួកហោរាមិនមានអំណាចក្នុងការញាណដឹងទេតែព្រះទ្រង់ប្រទានឲ្យពួកគេគ្រាន់តែចេះទាយប៉ុណ្ណោះតែពួកទេវតាទាំងនេះមានអំណាចធំគឺជាមហាទេវតានៅក្នុងខ11មានន័យថាព្រះវិញ្ញាណនៃទ្រង់ត្រូវបានហៅពួកអ្នករងទុក្ខដែលរួបរวมជាមួយព្រះគ្រីស្ទក៏នឹងបានសេរីល្អក្រោយពីការរងទុក្ខជាមួយទ្រង់នៅក្នុងខ12មានន័យថាព្រះគ្រីស្ទទ្រង់បានចាត់ព្រះវិញ្ញាណបរិសុទ្ធឲ្យមកនៅក្នុងថ្ងៃទី
នៅក្នុងគម្ពីរកិច្ចការចំពុក2ខ33រីឯលោកពេត្រុសក៏បានទទួលព្រះវិញ្ញាណនៅពេលនោះផងដែររីឯព្រះបិតាទ្រង់ក៏បានប្រទានព្រះវិញ្ញាណបរិសុទ្ធមកផងដែរនៅក្នុងគម្ពីរយ៉ូហានចំពុក14ខ16និងខ26ចំណុចទី4ពួកទេវតាគឺជាទួនមានជីវិតដែលមានព្រំដែននៅក្នុងគម្ពីរម៉ាថាយចំពុក24ខ36ឯត្រង់ថ្ងៃនិងពេលកំណត់នោះគ្មានអ្នកណាដឹងទេទោះទាំងពួកទេវតាដែលនៅឋានសួគ៌ក៏មិនដឹងដែរជ្រាបតែព្រះបិតានៃខ្ញុំប៉ុណ្ណោះមានន័យថាពេលកំណត់របស់ព្រះមិនអាចនឹងដឹងបានទោះបីមនុស្សលោកទេវតាក៏មិនអាចដឹងពេលវេលារបស់ទ្រង់ដែរពីព្រោះពេលវេលាទ្រង់យាងមកប្រៀបដូចជាចោរលួចចោរប្លន់តែការជ្រាបដឹងពីពេលយាងមកប្រៀបដូចជាចោរលួចចោរប្លន់តែជាការជ្រាបដឹងពីពេលវេលានោះគឺមានតែព្រះបិតាតែមួយប៉ុណ្ណោះចំណុចទី5ពួកទេវតាមិនរៀបការឬបង្កើតកូនចៅទេហើយពួកគេមានភេទប្រុសក្នុងគម្ពីរម៉ាថាយចំពុក22ខ30បាទចង់បញ្ជាក់ថាក្នុងនេះយើងជាកូនរបស់ព្រះទាំងប្រុសទាំងស្រីទាំងកូនប្រពន្ធប្តីដែលបានរស់នៅលើផែនដីនេះទាំងរួមរស់នៅជាមួយគ្នាកាលណាត្រូវបានលាចាកផែនដីនេះទៅជួបគ្នានៅនគរព្រះនោះមិនអាចរួមរស់ជាមួយគ្នាដូចនៅផែនដីឡើយគ្រាន់តែដឹងថានេះប្រពន្ធនេះកូននេះប្តីតែប៉ុណ្ណោះបើអ្នកណាបាត់កូនបាត់ប្តីមិនបានឃើញចូលទៅនគរទ្រង់ក៏មានការយំសោកស្ដាយស្រណោះព្រោះមិនបានឃើញប្តីប្រពន្ធកូនមានវត្តមាននៅឯនគរព្រះតែការសោកស្ដាយស្រណោះនេះបានคล้ายទៅជាអំណរដោយព្រោះព្រះបានជូតទឹកភ្នែកចេញដោយបំភ្លេចរឿងរ៉ាវទាំងដែលខ្លួនបានប្រព្រឹត្តនៅលើផែនដីនេះហើយទ្រង់ក៏បំផ្លាស់បំប្រែយើងឲ្យคล้ายទៅជាទេវតារបស់ព្រះបម្រើព្រះអស់កលជានិច្ចហើយក៏គ្មានការរៀបការជាមួយគ្នាទៀតឡើយនេះមាននិយាយនៅក្នុងគម្ពីរលូកាចំពុក20ខ36បាទចំណុចទី6ទេវតាមិនចេះស្លាប់ពីព្រោះគេមិនចេះស្លាប់ទៀតក៏ដូចជាទេវតាហើយជាពួកកូនរបស់ព្រះផងដោយបានរស់ពីស្លាប់ឡើងវិញមានពាក្យមួយដូចជាទេវតាពេលរូបកាយយើងស្លាប់នៅលើផែនដីនេះគឺស្លាប់ហើយខាងសេចក្តីសាច់ឈាមហើយខាងសាច់ឈាមតែខាងវិញ្ញាណគឺព្រះបានប្រោសឲ្យរស់ឡើងវិញតែមិនអាចចាប់ផ្ដើមដោយការបន្តពីខ្សែជីវិតដោយលើផែនដីឡើយនៅក្នុងវរិរោគនាយក៏គ្មានការរៀបការអាពាហ៍ពិពាហ៍គ្មានការបន្តពូជហើយក៏គ្មានការស្លាប់ជាដែរនៅក្នុងគម្ពីរម៉ាកុសចំពុក12ខ25ហើយយើងនឹងបានឈ្នះសេចក្តីស្លាប់ដោយជាអង្គព្រះនៃយើងដែលទ្រង់បានឈ្នះសេចក្តីស្លាប់នៅអស់កលជានិច្ចចំណុចទី7ពួកទេវតាជួនកាលត្រូវបានហៅថាជាកូនរបស់ព្រះមាននៅក្នុងគម្ពីរយោបចំពុក1ខ6រីឯការមានមួយថ្ងៃដែលពួកកូនព្រះបានទៅកល់នៅចំពោះព្រះយេហូវ៉ាហើយអរខតាំងក៏មកនៅក្នុងចំណោមគេដែរពាក្យថាពួកកូនព្រះបានហៅទៅកល់ចំពោះព្រះមានន័យថាពួកគេមានលក្ខណៈជាសមាជិកឬជាទីប្រឹក្សារបស់ឋានសួគ៌ដែលឈរក្នុងវត្តមានព្រះពួកគេកំពុងតែថ្វាយបង្គំទ្រង់តែក៏មានអរសាតាំងវាបន្លំធ្វើជាថ្វាយបង្គំព្រះជាមួយពួកគេដែរសូមពិចារណាថាសូម្បីតែនៅនគរឋានសួគ៌ក៏មានវាបន្លំខ្លួននៅចំពោះព្រះចុះទម្រាំនៅផែនដីវាអាចបន្លំខ្លួនដូចគ្នាវាមកមិនបានធ្វើការល្អទេគឺវាមកបន្លំដើម្បីបំបែកបំបាក់ធ្វើឲ្យមានការយល់ច្រឡំរវាងគ្នាធ្វើមិនឲ្យកូនព្រះដែលសុចរិតបានស្កប់ចិត្តឡើយតែអារក្សវាបានចូលទៅនគរទ្រង់បានដោយសារការអនុញ្ញាតពីព្រះទើបវាចូលបានព្រោះទ្រង់ជ្រាបពីផែនការរបស់អារក្សរួចហើយដែលតាក់ទងទៅនឹងដំណើរជីវិតលោកយោបសរុបសេចក្តីមកដោយក្នុងគម្ពីរយោបចំពុក1ខ6នេះពេលយើងកំពុងតែថ្វាយបង្គំព្រះចូលទៅគល់ចំពោះព្រះគឺជាមិនផុតពីការបន្លំខ្លួនពីអរសតាំងទេបើយើងមិនបានប្រុងប្រយ័ត្នដូច្នេះសូមឲ្យមានការប្រុងប្រយ័ត្នខាងឯវិញ្ញាណយើង
ពីព្រោះអរៈសតាំងវាមិននៅឆ្ងាយពីយើងទេវានៅក្នុងព្រះវិហារក៏ដូចជានៅកំពុងតែនៅក្នុងផ្ទះរបស់យើងដែរពីព្រោះអរៈវាជាមហាទេវតាដ៏ធំមួយដែលព្រះឲ្យអំណាចវាទីបំផុតវាคล้ายទៅជាមហាទេវតាអាក្រក់វាកំពុងនៅនគរឋានសួគ៌វាចង់បានបល្ល័ង្កព្រះអង្គុយទៅคล้ายទៅជាមហាទេវតាដែលក្បត់ព្រះទៅព្រះទម្លាក់វាមកផែនដីហើយវានាំពួកពលបរិវាររបស់វាមួយចំនួនមកតាមវាទៀតដូច្នេះវិញ្ញាណរបស់វាកំពុងរស់នៅលើផែនដីនេះដើម្បីបង្ខាំងចិត្តមនុស្សមិនឲ្យមនុស្សទទួលនៅសេចក្តីសង្គ្រោះពីព្រះបានពីព្រោះទេវតាអារៈនេះវាខ្លាចអំណាចរបស់ព្រះតែមួយគត់សូម្បីតែយើងជាកូនទ្រង់វាមិនខ្លាចដែរបើយើងមិនបានពឹងព្រះដូច្នេះសូមបងប្អូនព្យាយាមក្នុងសេចក្តីអធិដ្ឋានពីព្រោះអារៈវាខ្លាចការអធិដ្ឋានរបស់កូនព្រះតាមរយៈព្រះនាមព្រះយេស៊ូវសូមបងប្អូនព្យាយាមហើយព្យាយាមទៀតក្នុងការអធិដ្ឋានទើបយើងជៀសផុតពីសេចក្តីល្បួងបានអាមែនសូមព្រះប្រទានពរ